អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានតែហ៊ុនតាក់មិនអាចសម្រេចបានគឺហ៊ុនតាក់មិនអាចរកសន្តិភាពឲ្យកម្ពុជាបានទេបានមួយផ្នែកក៏ប៉ុន្តែសង្គ្រាមនៅហែកហួររវាងតំបន់ម្ខាងត្រួតត្រាដោយខ្មែរក្រហមនិងតំបន់ម្ខាងទៀតត្រួតត្រាដោយរដ្ឋាភិបាលដែលកាត់ចេញពីការបោះឆ្នោតជាងខ្ញុំសូមបញ្ជាក់លើចំណុចនេះកម្ពុជាតែងមានតំបន់ត្រួតត្រាច្រើនក្នុងពេលតែមួយមុនឆ្នាំ1970ក្រៅពីកម្លាំងរដ្ឋាភិបាលមានកម្លាំងខ្មែរក្រហមមានកម្លាំងខ្មែរកមានកម្លាំងខ្មែរខៀវស្ទើរតែប្រដាប់អាវុធ70ដល់75ប្រទេសកម្ពុជាបែងចែកជាតំបន់ត្រួតត្រាពីរមកខាងត្រួតត្រាដោយលន់នល់តែគ្រប់គ្រងដោយបរទេសដោយអាមេរិកនិយាយដោយត្រង់ចឹងរបស់ទៅហើយមកខាងទៀតត្រួតត្រាគេហៅថាកម្លាំងអនុសេតែដឹកនាំដោយសម្ដេចព្រះអាដាមសេននោះពីឆ្នាំ1975ដល់ឆ្នាំ1979យើងធ្លាក់ទៅក្នុងរបបបល្ល័ង្កពុជសាសន៍ប៉ុលពតក៏ប៉ុន្តែប៉ុលពតក៏អត់មានលទ្ធភាពត្រួតត្រាទឹកដីទាំងអស់ដែរបើសិនជាប៉ុលពតត្រួតត្រាទឹកដីទាំងអស់តើខ្ញុំទៅនៅណាកម្លាំងរបស់ខ្ញុំទៅពីឆ្នាំ1979ដល់ឆ្នាំ1993កម្ពុជាមួយមានតំបន់ត្រួតត្រា4មួយគឺរដ្ឋាភិបាលរបស់ខ្ញុំតែតំបន់3ផ្សេងទៀតខ្មែរក្រហម KP និងហ៊ុនគីពេចពីឆ្នាំ1993ដល់ឆ្នាំ1998កម្ពុជាមួយមានតំបន់ត្រួតត្រា2គឺមកខាងរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតរៀបចំដោយហ៊ុនតាក់និងមកខាងទៀតគឺខ្មែរក្រហមពីឆ្នាំ1998ដល់បច្ចុប្បន្នគឺប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាមួយកម្លាំងប្រដាប់អាវុធមួយសភាមួយនិងព្រះមហាក្សត្រតែមួយជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ500ឆ្នាំរបស់កម្ពុជា